សួស្តីអ្នកនរគ្នាដែលធៀមប្រងបាក់ឌុបឆ្នាំ2025ហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីកម្រងសំណួរប្រព័ន្ធវិទ្យាដែលអ្នកនរគ្នាគួរតែរៀនធៀមហើយនឹងទទួលបានលទ្ធផលល្អពេលបាក់ឌុបដោយសារតែសិស្សប្អូនខ្ញុំឆ្នាំមុនមកគឺគាត់នឹងអត់ដែរអ្នកខ្លះក៏ដែរមើលប្រវត្តិសាស្ត្រតែដល់ពេលមកមើលតែវីដេអូឬក៏ធៀបតាមខ្ញុំហ្នឹងបាន A B C ដែរនិយាយទៅប្រវត្តិវិទ្យាវាជាឆលេងមួយសម្រាប់គ្នាយើងជាសាស្ត្រទៅស្គាល់តែយើងអត់មានការហ៊ាន អឺគូវិនអីទេក៏ប៉ុន្តែជាមួយនឹង tip ជាមួយនឹងការណែនាំផ្លូវដែលត្រឹមត្រូវអ្នកទាំងគ្នានៅតែអាចទទួលបានពិន្ទុល្អដូចជាខ្ញុំអញ្ចឹងជាសិស្សវិទ្យាសាស្ត្រក៏ប៉ុន្តែប្រវត្តិខ្ញុំក៏បាន A ដែរអញ្ចឹងវាអត់មានជាបញ្ហាទេឲ្យតែយើងមានវិធីសាស្ត្រត្រឹមត្រូវយើងព្យាយាមទៅណាអញ្ចឹងដូចអ្នកដឹងហើយថាឥឡូវហ្នឹងគឺថ្ងៃទី10នេះក្នុងApril ខែ4ហើយប្រឡងបាក់ឌុបយើងគឺខែ8អញ្ចឹងបរិយាពេលនៃការនេះទៅអ្នកទាំងគ្នាមើលទៅគឺយើងធៀបបានតែ3 4ខែទៅទេ3ខែទៅទេ3ខែកន្លះអញ្ចឹងអត់អាចលេងសើចបានទេរយៈពេលនេះគឺដល់ពេលដែលយើងចាប់ផ្ដើមសម្រុកហើយអូខេអញ្ចឹងខ្ញុំនិយាយពីប្រវត្តិហើយនៅមកអាចជាជូឡាយឬក៏ជូនខ្ញុំនឹងចេញវីដេអូពាក់ព័ន្ធជាមួយនឹងនិទេស A ទូទៅក្នុងការប្របាក់លោកនឹងតែម្ដងតែឥឡូវនេះនិយាយពីប្រវត្តិសិនអូខេអញ្ចឹងទី1អ្នកទាំងអស់គ្នាអាចដាក់ schedule មកពីថ្ងៃទី26ដល់ថ្ងៃទី4ដល់ថ្ងៃ5មិនថាយើងជាសិស្សជាសាស្ត្រសង្គមទេចាប់ផ្ដើម start រៀនអឺអូខេរៀនទី1គឺអ្នកទាំងអស់គ្នារៀនអានសៀវភៅសិនឲ្យយើងមានគណិតសង្ឃពាក់ព័ន្ធជាមួយនឹងប្រវត្តិវិទ្យាពាក់ព័ន្ធជាមួយនឹងមេរៀនណាដែលអាចចេញចឹងបើសិនជាយើងអត់ដែរអានសុទ្ធយើងថ្មីជ្រៅយើងអត់ការទេចឹងអានកុំដាក់សម្ពាធខ្លួនឯងអានឲ្យយល់ថាសម័យកាលហ្នឹងមានអីកើតឡើងហើយបន្តទៅសម័យកាលមួយទៀតមានអីមិនតន់តែងទេអានឲ្យយល់អូខេប៉ុណ្្នឹងឯងចឹងមេរៀនឲ្យចេញប្រឡងអឺអត់បានយកមកទេតែចឹងមេរៀនឲ្យចេញប្រឡងមានដូចជា អឺអត់អីចាំពេលខ្ញុំដាក់នៅក្នុងក្រុមបន្ថែមណាថាមានវិចេញក្រុមdiscussion pad ហ្នឹងdiscussion បាក់ឌុបហ្នឹងថាមានចេញគឺមានអីខ្លះចឹងមើលទៅអានតែមេរៀនហ្នឹងទៅគឺអស់ហើយភាសាខ្ញុំបាន include វាក្នុង slide បន្ទាប់មកថ្ងៃទី11ទៅដល់ថ្ងៃទី6ខែ6គឺអ្នកទាំងអស់គ្នាចូលមើលតែវីដេអូខ្ញុំទៅព្រោះវីដេអូហ្នឹងចូលក្នុង playlist ហើយនេះហើយអ្នកទាំងអស់នឹងឃើញ playlist នេះ កម្រងគឺខ្ញុំរៀបចំសម្រាប់ឆ្នាំ2025ហ្នឹងជាពិសេសហើយនៅក្នុងវីដេអូហ្នឹងគឺរៀបតាមលំដាប់ហ្មងថាដំបូងអ្នកតើមើលអីបន្ទាប់មកហើយអឺតាមមេរៀនអញ្ចឹងវាធ្វើឲ្យ flow នេះធ្វើយល់មេរៀនផងហើយអ្នកទាំងអស់គ្នាអាចទិញបានហើយវាចម្លើយហ្នឹងគឺជាចម្លើយរបស់ក្រសួងផ្ទាល់អញ្ចឹងអ្នកទាំងអស់គ្នាមានបញ្ហាទាំងអស់មើលទៅបានយល់មេរៀនផងបាននិយាយសារសម្រាប់ទិញផងសម្រាប់មើលឲ្យច្បាស់ផងហើយពិសេសគឺខ្ញុំមាន include ក្នុងហ្នឹងអស់ហើយអញ្ចឹងចូលមក playlist ហ្នឹងមកណាចាប់ផ្ដើមពីថ្ងៃទី11ខែ5ទៅដល់ថ្ងៃទី22ខែ6នេះខ្ញុំប្រាប់ពីឆ្នាំមុនបន្តិចឆ្នាំ2024ណាគឺអត់មានខុសមកសំណួរទេនៅក្នុង playlist ដែលខ្ញុំប្រាប់អានមើលហ្នឹងណាគឺ2024ចេញមកដូចទាំងអស់នេះចេញមក5សំណួរហ្នឹងណាហើយនេះសំណួរទី1ហើយខ្ញុំ screenshot ពី file របស់ខ្ញុំដែលរៀបចំនឹងសម្រាប់ playlist ហ្នឹងណានេះទី1អញ្ចឹងបាច់ភ័យថាអត់ចំទេគេមកគឺចំទាំងអស់ចេញមកគឺសិស្សប្អូនឆាតមកអរគុណដូចអីចឹងណាទី2ទី3ទី4ហើយទី5ហើយគឺសិទ្ធិវិទ្យាសាស្ត្ររបស់ក្រសួងផ្ទាល់ឃើញទេរបស់ក្រសួងចេញហើយអញ្ចឹងណាហើយខ្ញុំរៀបចំវាជាតនៈអញ្ចឹងងាយស្រួលការមើលនេះនៅក្នុង playlist ហ្នឹងទេអត់មានខុសទេតបមកដល់ពីមើលហ្នឹងហើយដល់ចាប់បានបន្ទិញដល់ចាប់បានបន្ទិញទេណាបន្ទិញគឺបន្ទិញវាសាឆ្នាំមុនហើយបន្ថែមអ្នកគ្នាជាសិស្សវិទ្យាសាស្ត្រសិស្សសង្គមទេគឺមើលទាំងអស់ម្នាក់ឧបមាខ្ញុំវិទ្យាសាស្ត្រខ្ញុំមើលតែវិទ្យាសាស្ត្រចេញឆ្នាំមុនរបស់សង្គមរបស់វិទ្យាសាស្ត្រគឺមើលទាំងអស់ហេបន្ទិញផងហើយខ្ញុំគិតថាការបន្ទិញនេះអត់មានជា challenge អីធ្ងន់ធ្ងរទេដោយសារទីមួយយើងយល់ពីរៀនទីពីរអ្នកតែមើលក្នុង playlist ទៅចាំបានច្រើនចាំឲ្យយល់ទៀតបូកអាហ្នឹងណាហើយបើមានពេលមើលហ្នឹងកត់ផងណា កុំមើលទុកចោលយល់ទុកចោលexperience របស់បងខ្ញុំអ្នកខ្លះគាត់បាន A ប្រវត្តិហ្នឹងគឺគាត់ថាគាត់ស្ដាប់វីដេអូហ្នឹងគឺស្ដាប់រហយប់ហ្មងគាត់បានកត់អីទេស្ដាប់រហយប់ដល់ពេលចេញប្រឡងមកចាំហ្មងទៅសេយកហ្មងហើយហ្នឹងសិស្សវិទ្យាសាស្ត្រហើយบอกគ្នាយើងសង្គមប្រវត្តិវិទ្យាផ្ទុកច្រើនណាស់
ជាប់ប្រវត្តិមួយដល់គ្នាឱកាសនៃការជាប់គឺច្រើនដោយសារទុកខ្ពស់ដែរប្រវត្តិនៅក្នុងសង្គមហើយគ្នាយើងជាសារធាតុនិទេស A ធាតុអីហ្នឹងណា yes ធ្វើតែអញ្ចឹងទៅអត់មានអីទៅជាពិបាកអីហើយក្រុមនេះក្រុម support បាក់ឌុប2025ចូលនៅក្នុងនឹងមក scan មកចូលក្រុមមកបើអត់ទេអាចចូលក្នុង link comment មកគឺមានគ្នាហើយសម្រាប់នាងចង់ធៀបប៉ែតបន្តទៀតអាចចូលក្នុងក្រុមនេះដោយសារតែព័ត៌មាននៃការធៀបប៉ែតគេផ្សាយមកថាយើងមិនអញ្ចឹងណាអូខេអញ្ចឹង scan មកអមួយទៀតអ្នកនរអាចចូលមើលដើម្បីកុំឲ្យខកខានព័ត៌មានអាចចូលក្នុងក្រុមនេះបាក់ដុំ25 2025នេះគឺខ្ញុំនិយាយតែពីបាក់ដុំសុទ្ធហ្មងមានសារសម្គាល់មានអីណាមួយ channel នេះវាមានប៉ែតមានអីលាយឡំតែក្នុងក្រុមនេះគឺមានបាក់ដុំហើយនេះគឺជាអឺផុស page របស់ខ្ញុំធៀមប៉ែតចឹងអាចចូលមើលបានពី feedback ពីអីគ្នាយើងអីអញ្ចឹងណាអាចចូលហើយជួយ like ជួយ follow ផងនេះព័ត៌មានរបស់ខ្ញុំផ្ទាល់ អឺខ្ញុំជាសិស្សប្រទេស A តែពេលហ្នឹងគឺបានគ្រប់មុខតែម្ដងនៅឆ្នាំ2021ហើយឥឡូវជានិស្សិតវិទ្យាសាស្ត្រនៅសាលាក្រហមសិស្សនិស្សិតហារុបករឆ្នាំទី4ហើយចឹងអ្នកនរគ្នាអាចចូលចង់ស្គាល់ខ្ញុំអីថតរូបអីជីវិតនៅអីគឺមាននៅក្នុង Facebook ហ្នឹងអូខេចឹងមានតែប៉ុណ្្នឹងទេហើយ Q&A អាចនឹងមាននៅក្នុងក្រុមបាក់ឌុបប៉ែតរបស់យើងហ្នឹងតែប៉ុណ្្នឹងទេក្នុងវីដេអូហ្នឹង